បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានរៀបចំយកដើមទ្រាប់របស់ខ្ញុំនឹងយកមកដាំហើយខ្ញុំនឹងប្រាប់វិធីនៅក្នុងការដាំដើមទ្រាប់របស់ខ្ញុំនេះគឺជាទ្រាប់វែងហើយខ្ញុំបានបន្តនៅក្នុងផើងជ័រឬក៏បងប្អូនអាចបន្តនៅតាមអ្វីក៏បានដែរដើម្បីយកមកយកទៅដាំនៅពេលដែលយើងបន្តបានអាយុកាលប៉ុណ្ណេះហើយគឺយើងត្រូវតែយកដាំនៅដីអញ្ចឹងការដាំនៅដីក៏មានបច្ចេកទេសរៀងៗខ្លួនផងដែរចំពោះការដាំនៅផ្ទាល់ដីដើម្បីទទួលបានទិន្នផលបានច្រើនជាដំបូងនេះគឺយើងត្រូវតែកាប់រណ្ដៅពាក់ព័ន្ធនឹងរណ្ដៅគឺទំហំសមល្មមគឺមួយចាអាម4ជ្រុងណាហើយជម្រៅក៏មួយចាអាមដែរដើម្បីល្មមនៅក្នុងការដាំជាមួយនឹងទ្រាប់របស់យើងដែលវាមានទំហំដូចជាទ្រាប់ដែលខ្ញុំបានថតនៅក្នុងវីដេអូនេះហើយការកាប់ដីនេះគឺមានភាពលំបាកដែរបើសិនជាយើងដាំនៅក្នុងដីដែលរឹងហើយដំណាំដែលដូចជាទ្រាប់បែបនេះគឺយើងអាចដាំនៅក្នុងលុបមិនបាច់ត្រូវថ្ងៃពេកក៏បានដែរហើយនៅពេលដែលយើងដាំគឺបើសិនជាយើងដាក់នៅក្នុងផើងថង់គឺយើងហែកថង់ដើម្បីកុំឲ្យវាបែកឫសដាច់ឫសដែលធ្វើឲ្យដំណាំទ្រាប់យើងហ្នឹងគឺវាអន់ដោយសារតែវាដាច់ឫសអញ្ចឹងទី1នេះគឺយើងដាក់ដីដែលមានជីជាតិគឺដីកំប៉ុស្តហ្នឹងគឺទ្រាប់បាតវាហើយដាក់ 50% ជាមួយនឹងដីដែលយើងបានកាប់នៅខាងលើហ្នឹងណាដូចនៅវីដេអូដែលខ្ញុំបានបង្ហាញហើយនៅពេលដែលយើងដាក់វាបែបនេះគឺយើងអត់ត្រូវដាក់ដីកំប៉ុស្តច្រើនពេកទេដោយសារតែដីកំប៉ុស្តគឺវាមានជីជាតិហើយប៉ុន្តែដើម្បីកុំឲ្យខាតដីកំប៉ុស្តអស់ច្រើននិងអស់ថវិកាច្រើនបើសិនជាពាក់ព័ន្ធនឹងការទិញគេគឺយើងដាក់ 50% បានហើយដោយសារតែដំណាំទ្រាប់វិញវាងាយស្រួលនៅក្នុងការលូតលាស់មែនទែនហើយនៅពេលដែលយើងដាក់កំប៉ុស្តសមល្មមគឺវាអាចលូតលាស់បានមិនដូចដំណាំដទៃទេ